ជំរាបសួរបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញវីដេអូឃ្លីបថ្មីមួយទៀតជូនបងប្អូនអំពីសង្គមរបស់សត្វឃ្មុំបាទសត្វឃ្មុំគឺជាសត្វមួយដែលរស់នៅជាសង្គមជាក្រុមជាបកជាពូបាទហើយដែលមានប្រព័ន្ធការងារច្បាស់លាស់តាំងពីរចនាសម្ព័ន្ធតាំងពីថ្នាក់លើរហូតទៅដល់ថ្នាក់ក្រោមតាំងពីថ្នាក់ក្រោមរហូតឡើងមកដល់ថ្នាក់លើគឺមានអង្គការចាត់តាំងច្បាស់លាស់នេះគឺជាសង្គមរបស់សត្វឃ្មុំបាទដូចជាសត្វកណ្ដៀរដែរដូចជាសត្វកង្ក្រងដែរពួកហ្នឹងសិតតែជាសត្វល្អិតដែលរស់ជាក្រុមប៉ុន្តែក្នុងទីនេះខ្ញុំបង្ហាញអំពីឃ្មុំជាសត្វល្អិតប៉ុន្តែចម្ពោះភុមរីចម្ពោះសត្វស្លាបដែលស្វែងរកទឹកដមពីផ្កាឈើទឹកដមពីស្លឹកឈើជាអាហារបាទអាហ្នឹងគឺជាសង្គមរបស់សត្វឃ្មុំបាទជាសង្គមរបស់សត្វឃ្មុំអញ្ចឹងនៅក្នុងសង្គមរបស់សត្វឃ្មុំហ្នឹងគឺគេចែកចំណាត់ថ្នាក់ជា3បាទទី1គឺឃ្មុំកម្មករគេហៅថា bee worker បាទឃ្មុំកម្មករឃ្មុំធ្វើការងារទី2គឺឃ្មុំឈ្មោលឃ្មុំឈ្មោលនៅក្នុងសម្បុកគឺមានតួនាទីតែមួយគត់គឺបង្កាត់ពូជបាទគឺបង្កាត់ពូជអត់មានធ្វើអីទាំងអស់ចាំបង្កាត់តែពូជទេឃ្មុំឈ្មោលហ្នឹងហើយមួយជីវិតរបស់ឃ្មុំឈ្មោលហ្នឹងគឺបង្កាត់ពូជបានតែមួយដងគត់បាទការងាររបស់ឃ្មុំឈ្មោលគឺតែបង្កាត់ពូជមួយគត់បន្ទាប់ទៅទៀតគឺឃ្មុំម្ចាស់ស្ត្រីឃ្មុំឬគេហៅថា Queen បាទម្ចាស់ស្ត្រីឃ្មុំម្ចាស់ស្ត្រីឃ្មុំមានតួនាទីក្នុងការបង្កាត់ពូជមានតួនាទីក្នុងការភ្ញាស់ពងមានតួនាទីក្នុងការគ្រប់គ្រងសម្បុក control សម្បុកបាទក្នុងការគ្រប់គ្រងសម្បុករបស់វាអញ្ចឹងនេះគឺជាសង្គមជារចនាសម្ព័ន្ធរបស់សត្វឃ្មុំបាទអញ្ចឹងបែងចែកតួនាទីច្បាស់លាស់នរណាត្រូវធ្វើអីនរណាត្រូវធ្វើអីនរណាត្រូវធ្វើអីគឺវាមានប្រព័ន្ធការងារយ៉ាងច្បាស់លាស់បំផុតបាទនេះគឺជារបៀបការងាររបស់សត្វឃ្មុំហើយនៅក្នុងប្រព័ន្ធការងារហ្នឹងគឺច្បាស់លាស់បំផុតបាទសឹងតែពេលខ្លះមនុស្សគួរតែយកគំរូទៅតាមសត្វឃ្មុំទៀតក៏មានដែរបាទពីព្រោះប្រព័ន្ធការងារវាល្អបាទអានឹងរបស់សត្វឃ្មុំណាហើយមួយទៀតខ្ញុំបង្ហាញអំពីសង្គមរបស់សត្វឃ្មុំតួនាទីរបស់សត្វឃ្មុំខ្ញុំនឹងបង្ហាញរូបរាងរបស់សត្វឃ្មុំតើឃ្មុំមានអីខ្លះនៅក្នុងខ្លួនមានប្រម៉ោយប្រមាណមានជើងប្រមាណមានស្លាបប្រមាណហើយមានចំពោះសម្រាប់បឺតក្រេបយកទឹកដមហ្នឹងយ៉ាងម៉េចខ្ញុំនឹងបង្ហាញជូនបងប្អូនជាដំណាក់កាលទី1ខ្ញុំបង្ហាញជារូបភាពនៃសត្វឃ្មុំជារូបភាពនៃសត្វឃ្មុំហើយបន្តមកទៀតខ្ញុំនឹងបង្ហាញរូបភាពពិតខ្ញុំនឹងចាប់ឃ្មុំមកបង្ហាញជូនបងប្អូនថានេះអានេះស្អីអានេះស្អីខ្ញុំនឹងបង្ហាញជូនបងប្អូននៅคลิปក្រោយទៀតរបស់ខ្ញុំប្រសិនបើបងប្អូនគិតថាវីដេអូដែលខ្ញុំបានចែករំលែកហ្នឹងឃើញថាមានប្រយោជន៍បងប្អូនកុំភ្លេចជួយ like ជួយ share និងជួយ follow page របស់ខ្ញុំមួយផងបាទ page របស់ខ្ញុំគឺ page ទឹកឃ្មុំអង្គរបាទ page ទឹកឃ្មុំអង្គរហើយបងប្អូនដែលបានទស្សនានៅคลิปវីដេអូរបស់ខ្ញុំហើយបានស្ដាប់នៅវីដេអូរបស់ខ្ញុំហើយបងប្អូននឹងបានយល់ច្បាស់អំពីរឿងរ៉ាវការងាររបស់សត្វឃ្មុំហើយបងប្អូននឹងបានយល់ច្បាស់អំពីទឹកឃ្មុំហើយបងប្អូននឹងបានយល់ច្បាស់អំពីផលិតផលរបស់ទឹកឃ្មុំបងប្អូនមិនខ្លាចខ្លួនជាអ្នកចេះអំពីអ្នកចិញ្ចឹមឃ្មុំក៏ដោយក៏បងប្អូនមានមូលដ្ឋានគ្រឹះក្នុងការដឹងពីរឿងសត្វឃ្មុំយល់ពីរឿងទឹកឃ្មុំហើយនឹងសម្រាប់ចិត្តពេលណាដែលបងប្អូនមានតម្រូវការបងប្អូននឹងមិនសម្រេចចិត្តខុសនៅពេលដែលបងប្អូនដឹងរឿងសត្វឃ្មុំអញ្ចឹងកុំភ្លេច
តាមដាននៅវីដេអូឃ្លីបជាមួយខ្ញុំម្ចាស់ក្រុមហ៊ុនអង្គរខ្មែរ Honeybee ដែលមានកសិដ្ឋានឃ្មុំនៅលើភ្នំនឹងផ្ទាល់តែម្ដងគឺភ្នំកលែនបាទសូមអរគុណ